មួយថ្ងៃជាមួយខ្ញុំ as an international student នៅឯប្រទេសចិន Okay ខ្ញុំងើបមកខ្ញុំបានជាមួយនឹង sunscreen and លាបជាមួយនឹង blush អីតិចតួចនិយាយទៅ make up routine របស់ខ្ញុំគឺថា simple ទេ and here is my today outfit I'm so in love with my shoe បន្តមកខ្ញុំក៏បានទៅកង់ទីដើម្បីញ៉ាំអាហារថ្ងៃធំខ្ញុំយកបាយសាច់មាន់ហើយមួយចាននេះគឺតម្លៃវា14យួនមិនប៉ុន្តែឆោតមែនតើអ្នកគ្នាតែប៉ុន្តែក៏មានគេ free ទឹកស៊ុបដែរប៉ុន្តែមកពីថ្ងៃនេះខ្ញុំគេរៀងយូរពេកទៅទឹកស៊ុបដែលគេ free នឹងអស់ហើយញ៉ាំហើយក៏ខ្ញុំដើរទៅថ្នាក់រៀនរៀងឆ្ងាយដែរហ្នឹងអ្នកគ្នាហត់ឲ្យខ្ញុំជិះឡានតែកានេះវិញចង់ដើរស្លាប់របស់ខ្ញុំមានកន្លែងដាក់ទឹកអញ្ចឹងខ្ញុំតែដាក់ទឹកចំណិចមុនចូលទៅរៀនឥឡូវខ្ញុំមកដល់ថ្នាក់រៀនហើយគឺថាមកដល់មុនគេហ្មងតែពេលដែលខ្ញុំមកដល់មុនចង់ខ្ញុំតែដើរទៅបើកភ្លើងបើកម៉ាស៊ីនត្រជាក់អូខេ下一个好这个呢ឥឡូវនេះចេញពីរៀននៅអ្នកតគ្នាហើយក៏ដើរលេងនៅជុំវិញសាលាទិញទួយហើយក៏ចង់ទៅទិញអីវ៉ាន់តិចនៅ Mad BC for you នេះដើរមកជុំហាក់ដឹងទិញអីទេក៏ទិញបានជាមួយនឹងដោះគោនេះមួយតែដោះគោនោះអត់សូវឆ្ងាញ់ទេអ្នកគ្នាតែត្រូវតែញ៉ាំឲ្យអស់ថ្ងៃនេះខ្ញុំហើយនឹងមិត្តភក្តិរបស់ខ្ញុំធ្វើបាយញ៉ាំជុំគ្នាមានសាច់ផាត់ហើយនិងសាច់គោងៀតដល់ពេលដែលញ៉ាំហើយហ្នឹងក៏ចេញទៅក្រៅដើរលេងដែរដោយសារតែយើងញ៉ាំអីទៅតឹងពោះត្រូវក្រៅដើរខ្លះដើរចូលដល់ក្នុងម៉ាទី and here is tiramisu នេះឆ្ងាញ់មែនតើតែមកដល់វិញខ្ញុំក៏ continue ជាមួយនឹង assignment របស់ខ្ញុំ and video នេះមានតែប៉ុណ្្នឹងឯង bye bye I hope you guys like it